ngàyនេះថាមកធ្វើបាយតំណើបបុកល្ហុងជាមួយនឹងស្លាបមាន់អាំងខ្ញុំមានហើយប៉ុន្តែអីដែលសំខាន់ហ្នឹងគឺបាយតំណើបអង្គតំណើបណាប្រហែលជាអស់តាំងពីម្សាមុនដែលខ្ញុំនំសមប៉ុន្តែខ្ញុំអត់ចាប់អារម្មណ៍រាល់ដងខ្ញុំទៅផ្សារអាស៊ីខ្ញុំទិញមកកញ្ចប់ពីរកញ្ចប់ចឹងទៅមកកញ្ចប់វាមាន1គីឡូមួយថង់1គីឡូណាតែម្សានេះគឺអស់ដាក់ដឹងខ្លួនអញ្ចឹងហើយមានតែស្លាបមាន់នឹងឯងហើយឥឡូវខ្ញុំប្រឡាក់ស្លាបមាន់នឹងហើយខ្ញុំទុកវាប្រហែលជា2ម៉ោងខ្ញុំមកឆ្លៀតចិត្តល្ហុងណាបងប្អូនហើយបន្លែរបស់ខ្ញុំនេះថ្ងៃនេះគឺមានដូចតែបងប្អូនឃើញនៅក្នុងវីដេអូនឹងអញ្ចឹងប៉ុន្តែរាល់ដងខ្ញុំចិត្តល្ហុងហ្នឹងគឺខ្ញុំអត់ដាក់ត្រាំទឹកកកអីទេតែម្សិលនេះខ្ញុំចង់សាកដាក់របៀបថាពេលដែលយើងចិត្តល្ហុងហ្នឹងហើយដាក់ត្រាំទឹកកកទៅពេលដែលញ៉ាំវាស្រួយអត់អញ្ចឹងណាហើយឥឡូវហ្នឹងខ្ញុំចិត្តល្ហុងបដាខ្ញុំដាក់ត្រាំវាចូលក្នុងបដាជាមួយនឹងការ៉ុតណាបងប្អូនហើយនេះគឺជាបន្លែដែលខ្ញុំចិត្តហើយឆ្លៀតមានទឹកកកពីរដុំនៅក្នុងនឹងទៀតណាបន្ទាប់មកខ្ញុំក៏រៀបចំដាក់អាំងសាច់និយាយទៅស្លាបមាន់អាំងរបស់ខ្ញុំនេះអត់បានអាំងនៅខ្ជូងឬមួយក៏អីទេគឺដាក់នៅក្នុងអូវិននឹងឯងហើយបងប្អូនឃើញនេះគឺជាcordon bleu ណាសាច់ជ្រូកលាយជាមួយនឹងហែមហើយមានឈីសនៅក្នុងនឹងដែរហ្នឹងកូនខ្ញុំគាត់កំងអញ្ចឹងខ្ញុំក៏ដាក់អាំងជាមួយគ្នាតែម្ដងទៅហើយស្លាបមាន់នេះរៀងច្រើនដែរណាបងប្អូនដូចជា1គីឡូជាងណាឬក៏1គីឡូទេខ្ញុំអត់ច្បាស់ដែរប៉ុន្តែវាមានរៀងច្រើនដែរពេលដែលខ្ញុំយកមកហ្នឹងខ្ញុំអត់បានមើលដែរណាហើយស្លាបមាន់របស់ខ្ញុំហ្នឹងគឺភាគច្រើនខ្ញុំប្រឡាក់លាយជាមួយនឹងទឹកឃ្មុំខ្ញុំអត់សូវប្រើស្ករទេបងប្អូនពេលដែលយើងប្រឡាក់លាយជាមួយនឹងទឹកឃ្មុំពេលដែលយើងអាំងទៅគឺពណ៌វាស្រស់ល្អមែនទែនឡើងហើយឥឡូវហ្នឹងគឺខ្ញុំដាក់វានៅក្នុងអូវិនហ្នឹងខ្ញុំដាក់រយៈពេល1ម៉ោងហើយបន្ទាប់មកខ្ញុំក៏ឆ្លៀតមកបុកគ្រឿងណាបងប្អូនយើងបុកគ្រឿងឲ្យហើយចឹងទៅទម្រាំតែស្លាបមាន់អាំងយើងឆ្អិនគឺយើងដាក់លាយតែម្ដងហើយត្បាល់របស់ខ្ញុំនេះដោយសារតែវារាងទូចអញ្ចឹងភាគច្រើនខ្ញុំបុកតែគ្រឿងឲ្យហើយចឹងទៅបើខ្ញុំយកមកលាយនៅក្នុងកធុនណាបងប្អូនខ្ញុំហៅតែកធុនទេដូចបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងបន្ទាប់ពីលាយហើយនេះគឺដំណើរមែនតើតែភាសានេះគឺខ្ញុំអត់ដាក់លាយជាមួយនៅបាគាទេដោយសារតែប្តីខ្ញុំគាត់ហូបដែរអញ្ចឹងខ្ញុំចង់ឲ្យប្តីខ្ញុំគាត់សាកបុកល្ហុងនឹងដែរតែអញ្ចឹងហើយខ្ញុំអត់ដាក់លាយទេហើយនេះគឺជាស្លាបមាន់អាំងដែលអាំងហើយណាបងប្អូនមើលទៅតំណងមែនតើនឹងគួរចង់ញ៉ាំតែម្ដងណាហើយបងប្អូនឃើញតាគៀហ្នឹងគឺសម្រាប់ខ្ញុំមកឯងហើយសួរថាចុះប្តីគឺគាត់ហូបហើយប៉ុន្តែខ្ញុំអត់បានថតនៅក្នុងវីដេអូហ្នឹងទេគឺខ្ញុំថតតែខ្លួនឯងនឹងឯងមានបាគា3គ្រាប់ហើយនឹងស្លាបមាន់2គឺគួរចង់ញ៉ាំមែនតើតោះចាំការយើងទៅហូបទាំងអស់គ្នាទៅមើលតាអ្នកហូបណាបងប្អូនភាគច្រើនគឺខ្ញុំមានបាយតំណើបប៉ុន្តែសារនេះគឺអត់មានទេពេលដែលខ្ញុំធ្វើជាមួយនឹងស្លាបមាន់អាំងតែតែមានបាយតំណើបតែដូចដែលខ្ញុំនិយាយពីខាងក្បាលវីដេអូនឹងអញ្ចឹងគឺអង្គអស់បាយតំណើបណាអញ្ចឹងមានតែពីរមុខនឹងឯងតែឆ្ងាញ់ណាបងប្អូន